ជំរាបសួរពុកម៉ែបងប្អូនមេមីងទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកបង្ហាញពីវិធីឆាព្រៃតាមបែបស្រុកស្រែដោយសារតែឥឡូវនេះកាសឡើងថ្លៃមែនទែនបងប្អូនអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តមកដាំស្លនៅខាងក្រៅផ្ទះអញ្ចឹងណាចំពោះចានឆ្នាំងក៏ដូចជាខ្ទះអីហ្នឹងគឺខ្ញុំមានសម្រាប់ដាំស្លបែបចក្រានអស់ចឹងណាឥឡូវមកទស្សនាពីវិធីឆាព្រៃតាមបែបស្រុកស្រែងាយៗបងប្អូនអត់មានគ្រឿងផ្សំអីច្រើនអញ៉ៃអញ៉ៃទេដោយសារតែខ្ញុំនៅស្រុកស្រែអញ្ចឹងគ្រឿងផ្សំវាអត់សូវស្មុគស្មាញនេះខ្ញុំមានសាច់មាន់ចំនួនប្រហែលជា1គីឡូដល់បងប្អូនដោយសារខ្ញុំទិញតែផ្នែកខាងទ្រូងគ្រឿងផ្សំមានដូចជាស្លឹកគ្រៃស្លឹកក្រូចខ្ទឹមក្រហមខ្ទឹមសនិងម្ទេសក្រហមផងដែរបងប្អូនបន្ទាប់ពីយើងរៀបរាប់គ្រឿងផ្សំរួចហើយយើងក៏បានដាក់ខ្លាញ់ហើយចាក់ខ្ទឹមចូលហើយបន្ទាប់មកខ្ញុំបន្ថែមស្ករបន្តិចអ្នកបញ្ចូលសលេងនេះដើរក្រោយវីដេអូឯបងប្អូនហើយបន្ទាប់មកទៀតក៏ខ្ញុំដាក់ទឹកត្រីនឹងឯងបងប្អូនទស្សនាតាមវីដេអូរបស់ខ្ញុំទៅនឹងឯងដោយសារតែវីដេអូរបស់ខ្ញុំវារៀងដើរលឿនអញ្ចឹងណាហើយខ្ញុំក៏បានបន្ថែមប៊ីចេងបងប្អូនប៊ីចេងអាជីណូម៉ូតូបន្តិចនេះហើយបន្ទាប់មកខ្ញុំក៏យកមកលក្រីលក្រួយដេងអីគ្រឿងផ្សំរបស់យើងហ្នឹងចាក់ចូលឆាវាមុនដើម្បីឲ្យវាឈ្ងុយចូលជាតិជាមួយគ្រឿងយើងសិនចាំយើងដាក់សាច់ម៉ាន់ចូលបងប្អូនគ្រាន់តែដាក់ចូលខ្ទះប៉ុណ្ណេះបងប្អូនអើយឈ្ងុយមែនទែនហើយយើងមកស្លនៅអ៊ីក្រៅចេះទៀតមកឆានៅក្រៅជាទៀតធ្វើឲ្យមុខម្ហូបរបស់យើងហ្នឹងគឺថាក្លិនឈ្ងុយមែនទែនឈ្ងុយស្លឹកគ្រៃស្លឹកក្រូចដែលវាយើងឆាហ្នឹងណាបន្ទាប់ពីខ្ញុំឆាវារៀងក្រៀមបន្តិចហើយបងប្អូនអ្នកឃើញថាវារៀងក្រៀមហើយខ្ញុំក៏បានដួសទុកមួយឡែកសិនណាបងប្អូនមកកាន់តែមើលពណ៌ក៏ដឹងថារសជាតិក៏ឆ្ងាញ់ដែរបងប្អូនហើយបន្ទាប់ពីខ្ញុំដួសស្លឹកគ្រៃស្លឹកក្រូចម្ដេងទុកហើយខ្ញុំក៏បានយកសាច់មាន់ដែលខ្ញុំបានកាប់ហើយហ្នឹងយកមកឆាវាបងប្អូនខ្ទះដដែលហ្នឹងដាក់ឆាវាមកឆាឲ្យវារៀងបែបរៀងក្រៀមបន្តិចទៅអីត្រឡប់របស់ខ្ញុំឲ្យតែខ្ញុំឆាព្រៃឬក៏ឆាគ្រឿងអីចឹងខ្ញុំតែងតែឆាសាច់មាន់មុនឲ្យវារៀងក្រៀមហើយនឹងអស់អាជាតិទឹកព្រៃទឹកអីវាហ្នឹងមកទឹកសិនណាបងប្អូនកុំឲ្យវាឆ្អាបហើយបន្ទាប់មកសាច់មាន់របស់យើងក្រៀមហើយគឺយើងក៏បានចាក់អាគ្រឿងផ្សំដែលយើងបានឆាមុនហ្នឹងមានដូចជាស្លឹកគ្រៃស្លឹកក្រូចដេងគល់ស្លឹកគ្រៃអីហ្នឹងបងប្អូនខ្ទឹមសខ្ទឹមក្រហមហ្នឹងចាក់ចូលមកហើយកូរច្របល់វាចូលគ្នាឲ្យរៀងយូរបន្តិចមកឃើញថាមុខម្ហូបរបស់យើងឥឡូវនេះឆ្អិនហើយបងប្អូនមើលទំនងណានេះឯងវិធីឆាព្រៃបែបស្រុកស្រែមានតែប៊ីចេងជាមួយនឹងទឹកត្រីស្ករអីប៉ុណ្ណេះក៏រសជាតិឆ្ងាញ់យតនាមិនអស់អរគុណបងប្អូនបាយបាយ